ឆ្កែវង្វេងម្ចាស់ជួបមហាឥសីមានរឿងមួយបានដំណាលមកថាចៅមាណពម្នាក់ចេញទៅរកកាប់អុសនៅក្នុងព្រៃហើយយកឆ្កែទៅជាមួយឆ្កែនោះបានមកដល់ក្នុងព្រៃមានម្លប់ឈើត្រជាក់មានទីវាលធំទូលាយក៏រត់លេងសប្បាយភ្លេចខ្លួនវង្វេងបាត់ម្ចាស់រកមិនឃើញចំណែកចៅមាណពតាមរកឆ្កែរបស់ខ្លួនក្បែរជាយព្រៃមិនហ៊ានចូលទៅព្រៃជ្រៅទេលុះរកមិនឃើញក៏ត្រឡប់ទៅលំនៅវិញឆ្កែនោះរកផ្លូវទៅលំនៅមិនឃើញក៏ដើររកពេញក្នុងព្រៃអត់បាយ3ថ្ងៃប៉ុន្តែមិនបានជួបមនុស្សម្នាក់សោះឆ្កែធ្លាប់តែរស់នៅជាមួយម្ចាស់មានកន្លែងដេកកន្លែងស៊ីពេលនេះវង្វេងនៅក្នុងព្រៃដាច់បាយដាច់ទឹកពិបាកខ្លាំងណាស់ឆ្កែនោះវង្វេងដើរទៅដល់ព្រៃហមពៀនវាបានជួបនឹងមហាឥសីមួយអង្គសំណាក់ធន់នៅក្នុងរូងភ្នំឆ្កែក៏ចូលទៅអាស្រ័យនៅជាមួយមហាឥសីខ្លួនវាស្គមស្គាំងព្រោះអត់អាហារជាច្រើនថ្ងៃហើយមហាឥសីអាណិតមេត្តាឆ្កែនោះលោកឲ្យទានអាហារដែលជាសាច់សំណល់ពីរាជសីហ៍និងខ្លាដល់ឆ្កែវង្វេងផ្លូវបានចំណីឆ្អែតរស់នៅសុខស្រួលហើយឆ្កែមិនបានគិតចង់វិលត្រឡប់ទៅរកម្ចាស់វិញទេថ្ងៃមួយមហាឥសីគិតឃើញថាឆ្កែមានជាតិជាសត្វស្រុកធ្លាប់រស់នៅជាមួយមនុស្សឥឡូវមករស់នៅជាមួយលោកដែលជាអ្នកបួសនៅក្នុងព្រៃបរិភោគតែផ្លែឈើជាអាហារមិនដឹងជាបានបាយត្រីសាច់ឯណាយកមកចិញ្ចឹមឆ្កែចំណែកសាច់សត្វដែលជាសំណល់ពីរាជសីហ៍និងខ្លាក៏បានយូរម្ដងប៉ុណ្ណោះម្យ៉ាងទៀតសត្វស្រុកមិនអាចរស់នៅជាមួយសត្វព្រៃបានទេមហាឥសីលោកសម្រេចព្រះតីប្រសិទ្ធិឆ្កែនោះឲ្យคล้ายទៅជារាជសីហ៍ដើម្បីបានរស់នៅជាមួយសត្វទាំងឡាយគ្រាន់បានជាគ្នាគិតរួចមហាឥសីក៏ហៅឆ្កែមកជិតសូត្រព្រះគិថាប្រសិទ្ធិរូបឆ្កែឲ្យคล้ายទៅជារាជសីហ៍បានមួយរំពេចឯឆ្កែរាជសីហ៍បានសម្រេចបំណងប្រាថ្នាហើយត្រេកអរណាស់ក្រាបលាមហាឥសីបោលចូលព្រៃទៅរស់នៅជាមួយវងសីហៈទាំងឡាយនៅក្នុងព្រៃលុះយូរទៅចៅសីហៈឆ្កែក៏ស្រឡាញ់កូនរាជសីហ៍ដែលជាកូនក្រមុំរបស់កេសររាជសីហ៍ទើបចូលទៅនិយាយដណ្ដឹងកូនរាជសីហ៍ពីឪពុករបស់នាងសូមគោរពលោកឪពុកខ្ញុំស្រឡាញ់ចង់បានកូនស្រីលោកធ្វើជាប្រពន្ធសូមលោកមេត្តាខ្ញុំផងចុះកេសររាជសីហ៍មិនជំទាស់ទេប៉ុន្តែនៅចាំសាកសួរពូជពងឆ្កែរាជសីហ៍ពីមហាឥសីសិនចៅសីហៈឆ្កែឬកេសររាជសីហ៍ចង់ទៅសួរពូជពងរបស់ខ្លួនពីមហាឥសីដូច្នេះពិបាកចិត្តខ្លាំងណាស់ព្រោះដឹងថាមហាឥសីលោកកាន់សិលមិននិយាយកុហកទេលោកច្បាស់ជាប្រាប់ត្រង់ហើយបើកេសររាជសីហ៍ដឹងថាខ្លួនមានជាតិជាឆ្កែនោះប្រកាសជាមិនលើកកូនក្រមុំឲ្យទេឆ្កែរាជសីហ៍រត់សម្ដៅរូងភ្នំរបស់មហាឥសីចង់ខំសម្លាប់លោកមិនឲ្យកេសររាជសីហ៍ទៅសួរតាន់មហាឥសីលោកឃើញរឹកពីឆ្កែរាជសីហ៍បញ្ចេញចង្កូមចង់ស្ទុះមកខំសម្លាប់លោកបែបនេះលោកហួចចិត្តគិតថាសត្វនេះកោងកាចណាស់អញខំជួយសង្គ្រោះវាបែរជាគិតចង់សម្លាប់អញទៅវិញបើដូច្នេះទុកវាឲ្យនៅតទៀតមិនបានទេគិតរួចមហាឥសីលោកក៏ប្រសិទ្ធិឲ្យរាជសីហ៍នោះទៅជាឆ្កែវិញដូចដើមសីហៈឆ្កែពេលខ្លាចជាឆ្កែវិញមានក្តីខ្មាស់អៀនយ៉ាងខ្លាំង